Hello, so có cùng phần được học này thấy ní nhưng mình bảo hành con đồng pi router Oppo để mình một tháng 5G C-Core TVซึ่งยังหล่อโจตรงน้องเราเตอร์ของนี้ให้น้องเราเตอร์มีเป็นฟังก์ชันเพียงชั้น the Dulwich of the China now you check in the router ทีนี้bây giờ aiโจตรงน้องเราเตอร์ให้น้องเราเตอร์นั้นมีWi-Fi ให้มีนำได้ IP ផងដែរនេះកន្លែងដាក់ Wi-Fi ណាយើងដាក់ Wi-Fi ចូល Wi-Fi យើងផ្សេងរក IP មកផ្សេងរក IP វាដាក់ IP មកអានេះគឺសេរី GHz ក្នុងនេះគឺសេរី GHz យើងកន្លែងLAN ហើយកន្លែងនេះទៅកន្លែង LAN មកហើយយើងចូល DHCP យើងអាចកែ DHCP បានដល់ហ្នឹងកែពីមកនេះវាកែចាប់ពី100ដល់200ឬក៏យ៉ាងណាវាកែតាមហ្នឹងមកហើយទៅទីយើងចូលទៅក្នុង IP គឺយើងមាន set IP ចូលនៅក្នុងនោះដែរហើយវាមាន IP វាមាន subnet mask ហើយវាមាន gateway ហើយមាន DNS 1 DNS 2អញ្ចឹងមកទៀតមកយើងចុចset up ទៅហើយអញ្ចឹងបងប្អូនអាច dot link ចូលទៅក្នុងនោះទៅតើវាដំណើរការអត់ទេយើង dot link ចូលអញ្ចឹងវាដំណើរការតទៅពី dot link ហើយបងប្អូនអាចចូលទៅក្នុង Google ឬក៏ Facebook YouTube អីហ្នឹងគឺយើងចូលទៅ check មើលតើវាដំណើរការហើយនៅយើងអាច ping ឬតា search បាននេះវាដំណើរការអញ្ចឹងគឺវាឡើង ping នេះយើងអាចបើកមើល Facebook TikTok អីបានហើយយើង test speed បានដែរអត់បញ្ហាអីទេព្រោះហ្នឹងយើងធ្វើ insider ហើយហ្នឹងយើងអាច test speed មកtest speed យើងបើ10មេបងប្អូននឹងលើ10មេsư cháo 11 megabit đó hiện nay đây mơ speed Việt này. Để bị tem một speed hai bộ này cho check YouTube chạy ấy ban năngមើល YouTube មើល Facebook TikTok អីទៅហ្នឹងចង់ដំណើរការស្រួលមែនតើ latency វាខ្ទង់32ឬក៏ខ្ទង់37អីហ្នឹងខ្ញុំពេញទៅ Facebook មើលតើដំណើរការស្រួលអត់ទេអញ្ចឹងដំណើរការ Facebook គឺវា latency វាកប់មែនតើវាខ្ទង់100ចុះក្រោមបាត់ចោលមក